ចំនឹងមែនលេងដែលគេប្រកាសរកបុគ្គលិកដែលមិនទាមទារបទពិសោធន៍ហើយនឹងទទួលបានប្រាក់ខែខ្ពស់ហើយនឹងមួយទៀតគឺជាលេងដែលឈ្នះរង្វាន់ដែលមានប្រាក់រង្វាន់ច្រើនហើយនឹងគេតម្រូវឲ្យយើងបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់យើងចូលទៅកាន់ក្នុងនោះប្រាកដថាលេងទាំងអស់ហ្នឹងគឺជាលេងដែលត្រឹមត្រូវមិនមានមេរោគនិងគឺជាលេងដែលមានប្រភពច្បាស់លាស់ប្រាកដជាអត់ហើយដោយសារលេងទាំងអស់ហ្នឹងគឺជាការឆបោកតាមប្រព័ន្ធអនឡាញទេដែលយើងឃើញថាសព្វថ្ងៃហ្នឹងការឆបោកតាមប្រព័ន្ធអនឡាញមានការកើនឡើងជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំហើយហេតុផលដែលនាំឲ្យមានការចាញ់បោកទាំងអស់នោះយើងឃើញថាហេតុផលទី1គឺការកង្វះការយល់ដឹងចំពោះទៅលើ fake email និង message ហើយនឹងហេតុផលទី2គឺយើងពិបាកសន្និដ្ឋានទៅលើ content គឺយើងនៅពេលដែលនរណាម្នាក់ send link មកកាន់របស់យើងពេលយើងចុចហើយហ្នឹងវាលោតផ្ទាំង content Facebook នេះតែយើងអត់ប្រកាសទេថាផ្ទាំង content ហ្នឹងវាពិតឬគ្រាន់តែនៅពេលដែលយើងបំពេញព័ត៌មានរបស់យើងចូលទៅក្នុងផ្ទាំង content នោះបើប៉ះជា content fake ប្រកាសហើយរាល់ information ដែលយើងបានបញ្ចូលហ្នឹងវាបានទៅដល់ដៃ hacker បាត់ទៅហើយហេតុផលនេះដែលនាំឲ្យយើងមានការបាត់បង់ account ជាដើមហើយនឹងទី3គឺការឆបោកតាមប្រព័ន្ធធនាគារគឺដែលគេតម្រូវការឲ្យយើងវេរលុយគេមុនជាដើមហើយនេះគឺជារបាយការណ៍ហិរញ្ញវត្ថុដែលនៅក្នុងមួយឆ្នាំគឺត្រូវបានបាត់បង់ទំហំទឹកប្រាក់ចំនួន$640 លានពីការឆបោកតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសដែលនៅក្នុងនោះមានតំបន់អាស៊ីយើងផងដែរហើយហេតុផលដូច្នេះហើយដែលយើងបានបង្កើតឡើងនៅ app មួយឈ្មោះថា SendXmore Office Security យើងបង្កើត app នេះឡើងក្នុងគោលបំណងដើម្បីធានានូវសុវត្ថិភាពរបស់ user ទាំងអស់នៅពេលដែលចុច link ឬ website ដែលមិនមានប្រភពច្បាស់លាស់និងធានាសុវត្ថិភាពទៅលើ user ជាដើមហើយនេះគឺជា function របស់ app របស់យើងទី1គឺយើងមាននឹង email និង SMS អូតូនៅពេលដែលemail និង SMS ទាំងអស់នោះមានមេរោគហើយនឹងយើងបានបង្កើតដោយ AI ដែលវាអាច analyze link ឬ content ថាទាំងអស់នេះគឺជា link ឬ content ពិតឬคล้ายៗជាដើមហើយនឹងទី3គឺយើងបានបន្ថែមមកជាមួយនឹង cost phishing awareness ដែលយើងមានទៅតាមប្រភេទដូចជា student family ឬក៏ជា business owner ជាដើមហើយចំពោះ target customer របស់យើងគឺយើងចែកចេញជា3គឺ student ដែលមានអាយុចាប់ពី13ទៅ25ឆ្នាំនិងគ្រួសារដែលអាចមានសមាជិករហូតដល់5នាក់ហើយនឹង small business ដែលវាមាន industry ដូចជា startup small office team ជាដើមហើយនេះគឺជាprototype របស់យើងតោះយើងคลิกទៅមើលវីដេអូ prototype របស់យើងទាំងអស់គ្នាសួស្តីអ្នកនរគ្នានេះគឺជា Figma prototype របស់ក្រុមខ្ញុំហើយនេះគឺជា option ទាំង6ដែលកម្មវិធីនេះមានអញ្ចឹងចូលទៅដល់ home page ដែលជាកន្លែងផ្ដល់នៅព័ត៌មានទូទៅដែល app របស់យើងមានទៅពេលនៅក្នុង security គឺជាកន្លែងដែលបង្ហាញពីភ្នាក់ងារការពាររបស់ពួកយើងទៅពេលនៅក្នុង performance គឺនិយាយពីអ្វីដែល app ហ្នឹងនឹងដំណើរការទៅលើ device របស់ user ហើយនៅក្នុង privacy គឺនិយាយពីការការពារទៅលើព័ត៌មានទូទៅរបស់ user នៅក្នុង online course ក៏បានផ្ដល់នៅមេរៀនក៏ដូចជាព័ត៌មានទូទៅនេះគឺជា profile ទូទៅរបស់ user នៅចុងក្រោយគឺ subscription plan ដែលមានដូចជា individual student និង family pack ឧទាហរណ៍ថានេះគឺជា message មួយដែលផ្សាយចេញពី Facebook សម្រាប់ឲ្យយើង update នៅព័ត៌មានតខ្លួនរបស់យើងតាមរយៈ link ខាងក្រោមចឹងដល់ពេលដែលយើងចុច click លើ link ហ្នឹងទៅនឹងលុប warning ចឹងថា website ហ្នឹងគឺ insecure ដើម្បីយើងចេញពី website ហ្នឹងជាបន្តដើម្បីការពារ data របស់យើងតោះពីយើងបានទទួលទស្សនាពីវីដេអូ prototype play របស់យើងហើយតោះយើងងាកទៅកាន់ទៅមើល subscription plan របស់យើងគឺយើងមាន3ប្រភេទគឺ individual ដែលមានតម្លៃ$9.99នៅក្នុងមួយខែចំណែកឯ student ឬនិស្សិតវិញគឺយើងមានតម្លៃ$4.99នៅក្នុងមួយខែហើយនឹង family pack គឺយើងអាចមាន
account រហូតដល់5ដែលវាមានតម្លៃ$19.99នៅក្នុងមួយខែដែលរាល់ package ដើម្បីហ្នឹងវាមក free ជាមួយនឹង free online course តាមប្រភេទនីមួយៗរបស់វាហើយនេះគឺជា proof of survey ដែលយើងបានចោះទៅ survey ជួបជាមួយអតិថិជនផ្ទាល់ឬក៏ប្រជាពលរដ្ឋដែលគាត់បានជួបហេតុការណ៍និងប្រទះការឆបោកតាមប្រព័ន្ធ online ដូចគ្នានេះដែរហើយនេះគឺជាគុណតម្លៃនៃ ad របស់យើងគឺយើងឃើញថាយើងអាចហ៊ានធានានៅសុវត្ថិភាពនិងការពាររាល់ទិន្នន័យរបស់យើងនៅពេលដែលយើងចុច link ឬ email ឬ website ណាមួយដែលមិនមានប្រភពច្បាស់លាស់ជាដើមហើយជាពិសេសនោះគឺ app យើងងាយស្រួលប្រើនិងមានតម្លៃសមរម្យជាដើមហើយចំពោះការmarket validation នេះគឺយើងឃើញថាមានមនុស្សចំនួន50,000 នាក់ដែលគាត់បានចាញ់បោកនៅក្នុងការបោកប្រាស់តាមប្រព័ន្ធ online នៅក្នុងមួយឆ្នាំហើយនឹងមាន 70% ដែលគាត់ទទួលរងការphishing attack ជាដើមហើយនេះគឺជា market analysis ដែលយើងអាចសន្និដ្ឋានបាននៅក្នុងប្រទេសកម្ពុជាអ្នកចំនួនអ្នក target user របស់យើងមានចំនួន500,000 នាក់ហើយនឹងចូលទៅដល់កាន់ slide នេះវិញគឺយើងឃើញថា competitor analysis ដែលយើងមានគូប្រកួតប្រជែងចំនួន3ដែលទី1នោះគឺ Smart Asita ទី2គឺ Kaspersky Small Office Security និងទី3គឺ ad របស់យើង SendX Small Office Security ដែលនេះយើងបានបង្ហាញថា ad របស់យើងវាមានមុខងារជាច្រើនដែលលើសពី app ដទៃទៀតដែលនោះគឺយើងមាន System Performance Impact Password Manager យើងមាន Customer Support 24 ម៉ោងហើយនឹង Multi Device Support ហើយនឹងមាន Online Course មកបន្ថែមមកជាមួយទៀតដែលapp ផ្សេងៗទៀតមិនមានដូច app យើងនោះទេហើយនេះគឺជា partnership របស់យើងដែលយើងមានដៃគូសហការចំនួន3គឺ ABA True Money និង ACDI និង sponsor របស់យើងគឺ CADT ហើយនេះគឺជា scalability ដែលនៅក្នុង short term នេះគឺយើង launch app ដែល version ទី1របស់យើងដើម្បីបង្កើនការយល់ដឹងទៅដល់ user ហើយនឹង medium term គឺយើងថាយើងបានចុះឈ្មោះទៅកាន់ cyber security ហើយនឹងធានា service វាមានទៅកាន់ worldwide គឺយើងថាយើងអាចប្រើបាននៅទូទាំងប្រទេសហើយនឹងចំពោះ long term ចាប់ពី3ឆ្នាំទៅគឺយើងបានកែតម្រូវនិង develop ad របស់យើងទៅកាន់ advanced និងបន្ថែមមុខងារ AI ជាច្រើនទៀតហើយនេះគឺជាក្រុម member របស់ខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណទៅដល់បងនិងមិត្តភ័ក្តិអរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំអរគុណ